ចាស់សម្រាប់បងតើអស់គ្នាខ្ញុំណែនាំប្រភេទស្មៅគីនីមុំភាសាសម្រាប់គីនីមុំភាសានេះបងធ្វើដីឲ្យស្អាតមានជីធម្មជាតិយើងធម្មតាឬក៏ជីគីមីបងរស់ដីឲ្យស្អាតរស់ជាមួយជីហ្នឹងហើយក៏ពូជយើងអាចព្រីឆៅបានបងអាចដាំជារងក៏បានបងព្រុសដូចស្រូវក៏បានសម្រាប់ខាងប្អូននេះបងព្រុសយកតែម្ដងហើយអ្វីដែលសំខាន់បើសិនជាបងរស់លុបបងអាចយកអានោះដៃយើងធម្មតាអានោះដៃឬក៏មេឃឈើឬក៏ដៃយើងក៏បានដែរបងយើងបោះលុបផើទៅហើយយើងបាញ់ទឹកស្រោចយើងស្រោចបើសិនជាដីយើងរៀងស្ងួតយើងអាចស្រោចព្រឹកល្ងាចតែបើដីយើងមានសំណើមហើយយើងអាចស្រោចមួយថ្ងៃម្ដងបានណាបងទាំងអស់គ្នាហើយសម្រាប់កពូជនេះគឺយើងដាំមកគឺដុះល្អខ្លាំងណាដោយសារចាំងថ្ងៃអញ្ចឹងវាមើលទៅវានេះដោយសារវាទៅដុះវាគល់ក្រហមស្លឹកតូចល្អិតណាបងទាំងអស់គ្នាហើយសម្រាប់ការលូតលាស់វាគឺលឿនខ្លាំងណាបងទាំងអស់គ្នាយើងដាំស្មៅនេះយើងឆាប់បានប្រមូលផលណាយើងប្រមូលផលបានលឿនណារយៈពេល20ថ្ងៃជាងអីយើងអាចប្រមូលផលបានហើយបើការកាត់វិញយើងកាត់បានតែ2សប្តាហ៍ក្រោយយើងថែមជីស្រោចទឹកទៀតទៅគឺស្មៅនេះយើងអាចកាត់បន្តបានទៀតអ្វីដែលសំខាន់ណាអាយុវាមិនមែនបាន1ឆ្នាំ2ឆ្នាំប្រមូលផលបានម្ដង2ដងទេបងប្រមូលផលបានយូរ6 7ឆ្នាំក៏មិនតាណាដែរឲ្យតែបងមានទឹកស្រោចថែមតែជីតិចតួចទៅបងប្រមូលផលសម្រាប់គោក្រោបគឺល្អខ្លាំងណាបងទាំងអស់